សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបន្ទាប់ពីមួយទឹកចាអ្នកបាត់ដំបងគេហៅមួយទឹកតែអ្នកហៅគេហៅងូតទឹកគេហៅចំតួអក្សរគឺងូតទឹកមិនមែនមួយទឹកទេមួយទឹកបើយើងគិតទៅខេត្តខ្ញុំគេថាយើងជាមួយចុះទៅក្រោមជាមួយអត់ទៅហើមហ្នឹងលឹបទឹកបើអ្នកដែលកំពុងចាំគេហៅលឹបទឹកតែខាងខេត្តខ្ញុំគេហៅមួយទឹកហ្នឹងទៅគេហៅភាសាកូនក្មេងណាតែបើចំតួអក្សរគឺងូតទឹកចាហើយគឺមកសិតសក់ម្ដងហើយ make up ក៏ហើយតែមិនតែបែកញើសពេកបងប្អូននៅក្នុងបន្ទប់នេះគឺស្អុះស្អាតខ្លាំងចាទោះបីជាបើកមិនសិនជិះក៏រៀងស្អុះដែរអញ្ចឹងមួយទឹកហើយ make up ហើយគឺចេញសម្ពុះចឹងហ្មងព្រោះដោយសារតែក្តៅពេកចាហើយឥឡូវនេះមកសិតសក់ចាសិតសក់បង្ហាញជូនបងប្អូនចាមិនមែនថាមកអ៊ូតផលិតផលអីទេគ្រាន់តែយើងមកសិតសក់ហើយចង់បង្ហាញថានេះសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំបន្ទាប់ពីថ្ងៃនេះបងប្អូនថាគិតថាថ្ងៃច័ន្ទគឺជាថ្ងៃដើមទ្របចាប៉ុន្តែសម្រាប់ខ្ញុំគឺដើមមែនចាតែមិនដើមទ្របទេចាគឺដើមច្រើនណាស់ចាមានកត្រកផងមានចន្លៃផងហើយបន្ទាប់ពីហ្នឹងទៅគឺកុំឲ្យខាតយើងកក់សក់វិញម្ដងចាឲ្យបងប្អូនកុំភ្លេចណាអនុវត្តការកក់សក់គឺយើងកក់ជារៀងរាល់ថ្ងៃមួយថ្ងៃម្ដងក៏បានដែរដើម្បីจะជួយដល់ស្បែកក្បាលរបស់យើងហើយនឹងសរសៃសក់យើងពីច្រើនស្រីស្មាឥឡូវគាត់អត់ចូលចិត្តរឿងកក់សក់រាល់ថ្ងៃព្រោះទីមួយពិបាកព្រោះយើងកក់យើងត្រូវការសម្ងួតសក់ឲ្យស្ងួតសិនមុននឹងយើងធ្វើអីមួយឬក៏យើងគេងអីចឹងទៅវាពិបាកនឹងទៅតអីចឹងណាប៉ុន្តែមើលតាមច្បាប់ពេទ្យគឺល្អព្រោះដោយសារតែវាជួយសម្រួលស្បែកក្បាលរបស់យើងនិងជំរុះរាល់បញ្ហាក្អែលផ្សេងដែលធ្វើដែលតង់ចប់ឬក៏បាក់តេរីតង់ចិត្តទៅនឹងសាច់ក្បាលរបស់យើងចឹងនេះខ្ញុំបង្ហាញពីការសិក្សារបស់ជនពិការរបស់បងប្អូនថាអ្នកពិការសិក្សារបៀបមិនទៅណោះការតុបតែងខ្លួនការរៀបចំខ្លួនអីមិនទៅណោះចាឥឡូវនេះខ្ញុំមកបង្ហាញអំពីការសិក្សាជូនទៅកាន់បងប្អូនហើយនេះតុបរបស់ខ្ញុំហ្នឹងធ្វើការមិនដែលមានអីបានច្រើននេះប្រាក់ចង់សក់របស់ខ្ញុំចាចុងតទៅខ្ញុំសិក្សាហើយគឺខ្ញុំចង់សក់វិញម្ដងចាចង់សក់រងថ្ងៃហ្នឹងគឺយើងចង់សក់ដោយខ្លួនឯងធ្វើអីដោយខ្លួនឯងទោះបីពិការមែនតែបងប្អូនពិការភ្នែកភាគច្រើនគឺគាត់ចង់តែធ្វើអ្វីដោយខ្លួនឯងវីដេអូនេះគឺសូមផ្ញើជូនទៅកាន់បងប្អូនហើយខ្ញុំមានអ្វីសម្រាប់ឲ្យបងប្អូនទស្សទាយនេះផ្លែអ្វីទៅកាលយើងនៅតូចយើងភាគច្រើនយកផ្លែហ្នឹងញ៉ាំគឺឆ្ងាញ់បើឥឡូវខ្ញុំទៅញ៉ាំសាថ្មីមានអារម្មណ៍ថាផ្លែហ្នឹងរសជាតិដូចស្ទីងអាមិនទេចាផ្លែនេះបើនៅតូចធ្លាប់លេអាប៉ោមគេយកផ្លែខ្ចីយកលេអាប៉ោមតែរសជាតិវាគឺឆ្ងាញ់ណាស់បងប្អូនវាគឺផ្លែក្រខុបចាតែនៅពេលវាទុំញោគឺវាអាចមានដង្កូវអញ្ចឹងបងប្អូនកុំញ៉ាំទុំញោណាចាជ្រុះហ្នឹងភាគច្រើនប្រឈមមុខដង្កូវតែបើយើងវាទុំមុំយើងយកមិនញ៉ាំអត់អីទេតងវាមកអញ្ចឹងក៏យកលេខធ្វើជាផោងបាននៅតូចណាខាងខ្ញុំតូចណាអរគុណកុំភ្លេចតាមដានទស្សនាជាមួយនឹងវីដេអូនេះជាបន្តដែលខ្ញុំ